ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានបង្គាប់បញ្ជាឲ្យក្រសួងការពារជាតិអាមេរិកកាត់បន្ថយទំហំសមយុទ្ធយោធារួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធដោយលោកបានអះអាងពីទំនាក់ទំនងដ៏ល្អប្រសើររបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនតាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យលោកត្រាំបានអះអាងថាសមយុទ្ធយោធាដែលគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទនេះគឺជាកិច្ចការដែលស៊ីថវិកាច្រើននិងបានបញ្ជូនសញ្ញាមិនសមរម្យនិងមានលក្ខណៈបង្កហេតុអរិភាពទៅកាន់ប្រទេសកូរ៉េខាងជើងលោកបានបន្ថែមថាកូរ៉េខាងជើងពុំបានបង្កើតការគំរាមកំហែងនិងបង្ហាញការគោរពចាប់តាំងពីរូបលោកបានត្រឡប់មកកាន់តំណែងក្នុងសេតវិមានវិញលោកត្រាំបានសរសេររៀបរាប់យ៉ាងដូចនេះថាផ្អែកលើទំនាក់ទំនងដ៏ល្អរវាងរូបខ្ញុំនិងលោកគីមចុងអ៊ុនមេដឹកនាំកូរ៉េខាងជើងខ្ញុំពិតជាមិនសប្បាយចិត្តឡើយជាមួយនឹងការពិតដែលថាសហរដ្ឋអាមេរិកធ្លាប់បានយល់ព្រមចូលរួមក្នុងសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងកាលពីអតីតកាលក្រៅពីបញ្ហាសមយុទ្ធលោកត្រាំក៏បានទម្លាយឲ្យដឹងផងដែរអំពីកិច្ចសន្ទនាមួយរវាងរូបលោកនិងប្រធានាធិបតីកូរ៉េខាងត្បូងជុំវិញបញ្ហាកិច្ចការអន្តរជាតិដោយលោកធ្លាប់បានសួរនាំថាតើភាគីកូរ៉េខាងត្បូងចង់ចូលរួមជាមួយអាមេរិកក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែរឬទេប៉ុន្តែត្រូវបានខាងភាគីកូរ៉េខាងត្បូងឆ្លើយបដិសេធដោយសារតែពេលវេលានៃការរៀបចំសម្ពាធបានមកដល់គៀកពេកដែលមិនអាចធ្វើការលុបចោលទាំងស្រុងបានទាន់ពេលវេលាលោកត្រាំបានបញ្ជាក់ថាលោកបានដាក់បទបញ្ជាទៅកាន់រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth ឲ្យធ្វើការកាត់បន្ថយទំហំនិងកម្រិតនៃសម្ពាធនោះឲ្យបានច្រើនជាទីបំផុតយ៉ាងណាមិញភ្លាមបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិកនេះក្រសួងការពារជាតិកូរ៉េខាងត្បូងបានចេញមកប្រកាសតបតវិញថាសមយុទ្ធប្រចាំឆ្នាំ Ulchi Freedom Shield ដែលបានកំណត់រយៈពេល11ថ្ងៃចាប់ពីថ្ងៃទី17ដល់ថ្ងៃទី27ខែសីហាដោយមានការចូលរួមពីកងទ័ពកូរ៉េខាងត្បូងចំនួន 18,000 នាក់នោះនឹងត្រូវបន្តដំណើរការទៅមុខធម្មតាដោយដែលបានជូនដំណឹងនឹងក្រុងទុកពីមុនមកគួរបញ្ជាក់ផងដែរថាសមយុទ្ធយោធា Ulchi Freedom Shield គឺជាកិច្ចប្រតិបត្តិការយោធាប្រចាំរដូវក្តៅដ៏សំខាន់រវាងកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូងនិងកងទ័ពអាមេរិកដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនសមត្ថភាពការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងពីសំណាក់ប្រទេសកូរ៉េខាងជើងដែលបច្ចុប្បន្នកំពុងកាន់កាប់អាវុធនុយក្លេអ៊ែរនិងមានបទពិសោធន៍សមរភូមិជាក់ស្ដែងពីសង្គ្រាមនៅអ៊ុយក្រែនកន្លងមកទីក្រុងព្យុងយ៉ាងតែងតែចេញមុខប្រឆាំងនិងថ្កោលទោសសមយុទ្ធនេះយ៉ាងខ្លាំងក្លាដោយចាត់ទុកថាជាការវឹកហាត់ត្រៀមខ្លួនធ្វើសង្គ្រាមឈ្លានពាននេះមិនមែនជាលើកទី1ទេដែលលោកត្រាំព្យាយាមបញ្ឈប់សមយុទ្ធរួមគ្នានេះដោយកាលពីអាណត្តិទី1របស់លោកក្រោយពីជំនួបកំពូលប្រវត្តិសាស្ត្រនៅប្រទេសសិង្ហបុរីជាមួយលោកគីមចុងអ៊ុនកាលពីឆ្នាំ2018លោកក៏ធ្លាប់បានរិះគន់សមយុទ្ធនេះថាមានតម្លៃថ្លៃកប់ពពកនិងជាទង្វើបង្កហេតុផងដែរ